Yeah សួស្តីឆាកន្លែងនេះគឺយើងឆែកទៅ check in នៅក្នុងនេះឆានេះគឺខ្ញុំបានប្រើម៉ាស៊ីនមួយដែលពាក់ព័ន្ធជាមួយនឹងការម៉ាស៊ីនហ្នឹងគឺហើយម្ដងហើយឥឡូវយើងកំពុងតែឈរលើម៉ាស៊ីន check in ដែលខ្ញុំinstall លើម៉ាស៊ីនហ្នឹងដោយខ្ញុំបច្ចុប្បន្នហ្នឹងគឺយើងនេះគឺយើងឈរលើម៉ាស៊ីន2ម៉ាស៊ីនទី3នេះគឺយើងអត់ទាន់ប្រើទេយើងប្រើម៉ាស៊ីនទី1សិនយើង directly ជាមួយនឹង master server មួយហ្មងអញ្ចឹងយើងបច្ចុប្បន្នខ្ញុំកំពុងតែយកឈរលើ server ហ្នឹងហើយនេះគឺជា server ហ្នឹងនេះគឺ221ហើយនេះ221អញ្ចឹងឥឡូវខ្ញុំនឹង run service ឥឡូវខ្ញុំឆែកតិចអូខេឥឡូវអត់មានទេឥឡូវខ្ញុំ run service check in មួយហ្នឹងដល់ខែកំផុងមួយហ្នឹងឥឡូវខ្ញុំcompose app.d ចឹងឥឡូវខ្ញុំបានឆែកលើម៉ាស៊ីនហ្នឹងនេះចឹងខ្ញុំចូលលើ port 8 កុដ8 កុដ9 កុដចឹងខ្ញុំចឹងនេះ IP របស់ខ្ញុំហើយនឹង8 កុដ9 កុដនិយាយថាអញ្ចឹងនេះគឺជា switch check in របស់ខ្ញុំ password និយាយថាអញ្ចឹងឥឡូវខ្ញុំបានចូល service ហើយអញ្ចឹងមួយទៀតខ្ញុំនឹងធ្វើលើ domain name ដោយខ្ញុំ manual ទៅលើ nginx chẳng là năng cạp tới cạp hay thời đồng sinh